បងឡាននេះបែងស្លប់ក្លាប់អត់អូកុំនិយាយកលាប់គេហៅផ្អៀងបើកលាប់ទៅចេះងាពួតចេះនេះគេហៅផ្អៀងបងប្អូនជួយមើលខ្ញុំមើលឡាននេះក្លាប់ឬក៏ផ្អៀងហើយគាត់ថាផ្អៀងណាខ្ញុំពីមុនដោយសារតែយើងថយទៅវិញទៅចូលបន្លាយទឹកលិចហ៎ពេលអញ្ចឹងទៅហើយគេយប់ឡើងមើលអត់ឃើញជាប់អូថយជាប់អូទៅពេលហើយយើងថយទៅជួយថយទៅមិនបានមើលទៅក៏ផ្អៀងទៅហ្នឹងគេហៅផ្អៀងឯងមិនមែនក្លាប់ទេក្លាប់ដួលហ៎បងដួលមិនវិញដួលគឺដួលផ្សេងទៀតដួលហើយនឹងក្លាប់ប្រហែលគ្នាតែដួលហ្នឹងគឺវារៀងទុច្ចគង់ជាធម្មតាក៏ប៉ុន្តែវាយើងថាសុខភាពជាចម្បងហើយអញ្ចឹងបើថាយើងធ្វើអីយើងដាក់អីយើងពាក់អីយើងពាក់ផ្ទងនឹងសុខភាពគឺពាក់ព័ន្ធនឹងហ្វ្រាំងពាក់ព័ន្ធនឹងការគ្រប់គ្រងការពារក្រងតួយើងទាំងមូលដែរអានោះសំខាន់ពីព្រោះយើងលេងនេះគឺជាការកីឡាបថុយប្រឋានដែរអញ្ចឹងវាត្រូវតែការពារសុខភាពយើងឲ្យបានបងប្អូនអរគ្នាបានដឹងប្រវត្តិខ្លះៗមកហើយពីឡានក្រោយនេះតែពិតខ្ញុំមកដល់ទីនេះគឺខ្ញុំឃើញឡាននេះហើយស្រាប់រួចរាល់ហើយទេបាទការអបរត់ខ្ញុំមួយឡាននឹងដំបងក៏មិនសូវជាដឹងពីចែកទេសឡានស៊ីជម្រៅប៉ុន្មានដែរបងប្អូនអរគ្នាបាទសូម្បីមេកន្លាប់ហ្នឹងអត់ហ៊ានដាក់រូបឲ្យគេមើលផងហើយវិញឆ្ងាយបងប្អូនអរគ្នានៅចុងសប្តាហ៍នេះយើងនឹងមានដំណើរកម្សាន្តមួយចូលពីច្រកលៀងទៅធ្លីឯទឹកដីខេត្តកោះកុងបងប្អូនបាទយើងចូលពីខេត្តកំពង់ឆ្នាំងទៅធ្លីនៅកោះកុងបាទមែនទេខ្ញុំមិនសូវច្បាស់ភូមិសាស្ត្រដែរទេគ្រាន់តែដឹងថាចូលតាមច្រកលៀងចេញតាមទឹកពង្រួវិញបងប្អូនអរគ្នាបាទហើយនេះគឺជាឡាន Prado Lancer មេដែលគាត់ត្រូវយកទៅឡានសភាពបងប្អូនមើលទ្រុំខ្លាំងមែនតើបងប្អូនបាទទៅមួយជើងមកវិញអស់ទ្វារទៅមួយជើងមកវិញអស់កញ្ចក់បាទគឺទូកខ្លាំងមែនតើសម្រាប់ឡាន off road តែមួយគ្រឿងនេះគឺប្រភេទប្រយុទ្ធលក្ខណៈ extreme off road លុកព្រៃផ្លូវយូរដាច់ស្រយាលសាហាវ5 6 7ជប់ក្នុងព្រៃអញ្ចឹងទៅតែបើលក្ខណៈបណ្ដាំងគឺយើងមានស្បិចបែបផ្សេងទៀតបងប្អូនណាបាទអញ្ចឹងពីលើហ្នឹងគឺអត់មានទេសម្រាប់ឡានដែលយើងលុកផ្លូវពិបាកសាហាវគឺយើងអត់មានជា rake ជាអីដើម្បីឲ្យវាកុំឲ្យតាក់ជាមួយនឹងមេឈើឬឈើបាទមេឈើហើយនឹងវល្លិសម្រាប់ Prado មួយគ្រឿងនេះគឺនឹងចូលខ្លួនទៅ off road នៅឯកំពង់ឆ្នាំងចូលចាំច្រកលៀងតែយើងអត់ទាន់ដឹងថាតើរយៈពេល2យប់ហ្នឹងមានឡានប៉ុន្មានគ្រឿងទេដែលធ្វើដំណើរទៅកម្មវិធី off road ហ្នឹងចូលបងប្អូនកុំភ្លេចរងចាំតាមដានទស្សនារបស់គ្នា